ចាជាបឋមនាងខ្ញុំអនសុខាសូមជម្រាបសួរថ្ងៃនេះក្រុមយុវខ្ញុំក្រុមទី3បង្ហាញអំពីមេរៀនជាងតម្រួតដែលមានសមាជិកចំនួន5នាក់នាងខ្ញុំសុខាអ្នកគ្រូផុនកាវីអ្នកគ្រូចាំតន្តាអ្នកគ្រូដុនស្រីហននិងអ្នកគ្រូវ៉ាតសវិនចាអញ្ចឹងក្រុមនាងខ្ញុំចាប់ដើមបង្រៀនចាសួស្តីបងប្អូនទាំងអស់គ្នាចាសួស្តីអ្នកគ្រូតើបងប្អូនសុខសប្បាយទៀតទេថ្ងៃនេះចាសប្បាយគ្រូហើយបានញ៉ាំអាហារពេលព្រឹកហើយនៅបងញ៉ាំរួចហើយអ្នកគ្រូចាអញ្ចឹងថ្ងៃនេះអ្នកគ្រូបង្រៀនអំពីមុខវិជ្ជាភាសាខ្មែរថ្នាក់ទី1អញ្ចឹងអ្នកគ្រូសំដៅពីមេរៀនពីម្សិលមិញអញ្ចឹងអ្នកគ្រូមានបានពាក្យពីម្សិលមិញមានពាក្យលខោនខោលតើបងប្អូនចូលរួមអានជាមួយអ្នកគ្រូលខោនខោលតើកូនអានខ្លួនឯងលខោនខោលចាអរគុណចឹងចូលពាក្យទី2គឺពាក្យស្បែកជើងតើកូនចូលរួមអានជាមួយអ្នកគ្រូស្បែកជើងកូនអានខ្លួនឯងស្បែកជើងចាអរគុណយើងចូលពាក្យទី3គឺពាក្យស្កឹមស្កៃតោះកូនអានជាមួយអ្នកគ្រូស្កឹមស្កៃស្កឹមស្កៃចាយើងចូលពាក្យទី2ពាក្យស្អាតបាតចឹងកូនរួមអានទាំងអស់គ្នាស្អាតបាតកូនចូលរួមអានដល់ខ្លួនឯងស្អាតបាតចាអរគុណចឹងទៅពាក្យមួយទៀត slow bow តោះកូនចូលរួមអានមួយអ្នកគ្រូ slow bow កូនអានដល់ខ្លួនឯង slow bow ចាអរគុណបរិយាកាសមែនអញ្ចឹងការបង្រៀនពាក្យរបស់យើងអ្នកគ្រូមានបានពាក្យតែប៉ុណ្្នឹងទេយើងចូលដល់មេរៀនថ្មីគឺមេរៀនជាងតម្រួតអញ្ចឹងនៅក្នុងមេរៀននេះអ្នកគ្រូមានអ្វីថ្មីដែលបង្ហាញបងប្អូនទាំងអស់គ្នាចាអញ្ចឹងថ្ងៃនេះអ្នកគ្រូមានរូបមួយមកបង្ហាញពីបងប្អូនទាំងអស់គ្នាតែបងប្អូនស្គាល់អត់តើជាអីតើបងប្អូនទាំងអស់គ្នាមានដឹងមើលថានេះជាសត្វអ្វីសត្វកង្កែបចានេះជាសត្វកង្កែបចាគឺកង្កែបតែយើងមានប្រមាណជាងតោះអ្នកគ្រូបង្ហាញកង្កែបតោះបងប្អូនជួយបន្លឺសម្លេងជាមួយអ្នកគ្រូកង្កែបបងប្អូនសាកទៅដល់ខ្លួនឯងកង្កែបចាបងប្អូនអញ្ចឹងកង្កែបមានចំនួនប្រមាណជាងគាត់មាន2ចា2ជាងអញ្ចឹងកង្កែបមានចំនួន2ជាងកង្កែបចាអញ្ចឹងក្រៅពីកូនបានបន្លឺសម្លេងហើយកូនចង់ស្គាល់ពាក្យថាកង្កែបទេគាត់ចាអញ្ចឹងកង្កែបយើងសរសេរពាក្យកង្កែបអញ្ចឹងកង្កែបមានកនិងងកង្កឯនិងបកែបកង្កែបតើកូនជួយអានមួយអ្នកគ្រូកង្កែបកូនអានដល់ខ្លួនឯងកង្កែបចាកង្កែបអញ្ចឹងក្រោយពីបានបន្លឺសម្លេងហើយតើកូនដឹងអត់ថាកង្កែបយើងមានប្រមាណជាងកូនមាន2ចាអញ្ចឹងកង្កែបយើងមានចំនួន2ជាងចាអញ្ចឹងកូនស្គាល់ពាក្យកង្កែបហើយចាំតមកអ្នកគ្រូមានពាក្យមួយទៀតក្នុងដៃគ្រូនេះមានហ្វលចំនួន2មួយដៃឆ្វេងមួយដៃស្ដាំអញ្ចឹងពេលដែលអ្នកគ្រូដាក់មកជិតគ្នាមានន័យថាបង្ខិតចាអញ្ចឹងកូនស្គាល់ពាក្យបង្ខិតទេស្គាល់ចាអញ្ចឹងបង្ខិតយើងលើសូមកបង្ខិតចាតោះកូនចូលរួមធ្វើជាមួយអ្នកគ្រូបង្ខិត
ចាចឹងកូនចូលរួមធ្វើដល់ខ្លួនឯងបងខាត់ចាល្អណាស់កូនអញ្ចឹងបងខាត់មានសូចំនួនប៉ុន្មានជាងមាន2ជាងចា2ជាងអញ្ចឹងនេះកូនបង្ហាញតួអក្សរនៅលើការរៀនបងខាត់បនិងងខអក្សរអេនិងតបងខាត់តកូនចូលរួមអានជាមួយអ្នកគ្រូបងខាត់ចាកូនអានដល់ខ្លួនឯងបងខាត់ចាល្អណាស់អរគុណអញ្ចឹងនឹកតែកូនមានពាក្យមួយទៀតចឹងកូនទាំងអស់គ្នាស្គាល់រូបភាពនេះទេពានរង្វាន់អ្នកគ្រូចារូបនេះជារូបពានចាអញ្ចឹងរូបពានមានន័យថាតើតែជោគជ័យអ្វីមួយបានគេប្រគល់រង្វាន់ជូនអញ្ចឹងយើងមកស្គាល់ពាក្យរង្វាន់ចឹងរង្វាន់យើងមានប្រមាណជាងចូលរួមស្ដាប់ជាមួយអ្នកគ្រូរង្វាន់តាកូនចូលរួមធ្វើជាមួយអ្នកគ្រូរង្វាន់ចាកូនធ្វើដល់ខ្លួនឯងរង្វាន់ចាអញ្ចឹងរង្វាន់មានប្រមាណជាងដែរកូនមាន2ចាអញ្ចឹងឡើយកូនមកស្គាល់ពាក្យថារង្វាន់តែដូចនេះចាំស្គាល់អត់ចាចាចឹងរង្វាន់រនិងងជើងវដាក់ស្អៀនិងណតដាក់មួយវ៉ាន់រង្វាន់តកូនចូលរួមអានជាមួយអ្នកគ្រូរង្វាន់កូនអានដល់ខ្លួនឯងរង្វាន់ចាអរគុណចាអញ្ចឹងអ្នកគ្រូមានរូបមួយទៀតមកឲ្យកូនមើលតើកូនស្គាល់អត់ស្គាល់អញ្ចឹងរូបនេះរូបអីដែរកូនរូបវោះកម្ដៅអ្នកគ្រូចាវោះកម្ដៅអញ្ចឹងដើម្បីដឹងថាកម្ដៅប្រមាណគាត់តែយើងយកទៅប្រមាណទៅវោះកម្ដៅដើម្បីដឹងពីអង្សាកម្ដៅក្នុងខ្លួនលោកអ្នកអញ្ចឹងអ្នកគ្រូបង្ហាញពីពាក្យអង្សាកូនចង់ស្គាល់ចាចង់អ្នកគ្រូចឹងតែតាមនឹងអង្សាកូនទាំងអស់គ្នាចូលរួមមើលអ្នកគ្រូបន្លឺសំឡេងអង្សាតោះកូនចូលរួមធ្វើជាមួយអ្នកគ្រូអង្សាកូនធ្វើតែខ្លួនឯងអង្សាចាចឹងអង្សានេះប្រហែលជាកូនមាន2ចាកូនចង់ស្គាល់ពាក្យអង្សាអត់ចង់ចាចឹងអ្នកគ្រូsẽបង្ហាញលើក្រាហ្វិកចឹងពាក្យនេះហៅថាអង្សាតើកូនចូលរួមអានជាមួយអ្នកគ្រូអង្សាកូនអានដល់ខ្លួនឯងអង្សាចាអរគុណពិតឆ្លាតណាស់អញ្ចឹងទៅដល់ពាក្យបង្ហាញអញ្ចឹងអ្នកគ្រូបានបង្ហាញភាពនៅលើនេះហៅថាបង្ហាញអញ្ចឹងកូនស្គាល់ថាពាក្យបង្ហាញនេះមានប្រមាណជាងកូនចាំមើលអ្នកគ្រូបង្ហាញតើកូនចូលរួមធ្វើជាមួយអ្នកគ្រូបង្កូនធ្វើដល់ខ្លួនឯងបងហាចាអញ្ចឹងកូនចង់ស្គាល់ពាក្យបង្ហាញអ្នកគ្រូបង្ហាញជូនចាចង់ស្គាល់ចាបងហាអញ្ចឹងកូនចូលរួមអានជាមួយអ្នកគ្រូបងហាបងហាចាកូនអានដល់ខ្លួនឯងបងហាចាអរគុណអញ្ចឹងមកពាក្យមួយទៀតគឺតើតើទៅនឹងបងអួយអញ្ចឹងបងអួយដូចយើងបងអួយបន្ទប់រៀនយើងនេះ
ngớ chừng khó rồng vuốn ngớ chừng vớ ăn sáng ngớ chừng khó bom hán ngớ chừng khó chấm cho việc trong áo bom uối ngớ chừng chấm nhạc rú bom hán tí chia làm ruột chắc chia làm ruột bao nhiêu ngày nắng viên ngớ chừng có ngơ chừng khó ngơ chừng vớ ngơ chừng xó ngơ chừng khó ngơ chừng tập còn còn để bác nía rồi cùng ăn một đẹp rú chiêng đồng ruột ngơ chừng có ngơ chừng có ngơ chừng khó ngơ chừng khó ngơ chừng vớ ngơ chừng vớ ngơ chừng xó ngơ chừng xó ngơ chừng khó ngơ chừng khó ngơ chừng ngơ chừng tập còn cho cùng ăn là con ấy chiêng nằm ruột ngơ chừng có ngơ chừng khó ngơ chừng vớ ngơ chừng xó ngơ chừng khó ngơ chừng chà một từ cái nha Chà, con có làm anh mấy giờ ban tập tàng rồi nói chạy tên cho mùi nâng cá score số nâng cá score của số mày lần ní giờ nâng tập tà bằng to tiết cư ca biệt ta con có trong cái ăn biệt chà lấy dân viên án để đó nè đôi chi biết còn cay hai làm bay ăn chiên đồng ruột cư dân rơi dân chân chỉ nhận tin muối và có cái muối nông chân chỉ nhận tí vì đói bằng miên bằng lớn xong lấy bóng trọ hỏi chừng này chân chân chỉ nhận tại nơi không chân chỉ nhận tí phí cư dân và có đôi chân chỉ nhận xong lấy chân chỉ nhận tổng lấy dân và có cái mỏ khía con nâng ngỡ dân án thác con đã sẵn ai bố cày con cày tập lớp ăn một trú con con này bố cày con cày mà con ăn được luôn ấy con Biển đây ăn thá bóng khặt lấy nhân của cô từ bóng khía bon ngỡ bóng khó đã sẵn ẹ nâng tó khặt bóng khặt tập lấy ăn của mình trú bon ngỡ bóng khó ẹ nó khặt bóng khát chà tập con ăn được của ấy bồ nở bóng khó ấy đó khát chà bóng khát khát tồn tập nó tiện một tí tiện ní dân ăn há rồng vườn tập lớn những lúc của cô ấy đá rên ngỡ dân ăn há rồng vơ ia viên nở bận tập muối vườn rồng vườn tập lớn con ăn cho mình trú rên ngỡ rồng vơ ia viên nở bận tập muối vườn rồng vườn tập con ăn được không ấy yên nở muối muộn rung muộn chàng tập lớn nhân cho việc mày một tí viện ấy cư dân ăn phá phải nè tôi một câu bài thôn đá mình ngớ dân ăn phá so á phà rất dân ăn phá phà tập ăn một số nhớ so á phà
một tía tía này người dân ăn than bó hàng mẹ con nó một con với con đá bó mình ngỡ dân ăn than bò họ đã sẵn ăn nhớ hàng bó hàng tỏ ăn cho mình cứu vớt bó bằng ui tầm mẹ trâu nângประกอบไอ้โกงดาบอหนึ่งเงอบังอ๋อสะอูนจออุ้ยบังอุ้ยตำก็ประกอบมือหนึ่งครูบอหนึ่งเงอบังอ๋ออูจออุ้ยบังอุ้ยcon bọc nía là lấy cam được bao nhiêu và chào hái tránh con bọc nía lớp chụp thư sắp xa khi sang này còn dừng lá cứ con ban nơi chụp thư tụm qua tí mà nói mà thấy bình hai ba con bài ở ban con áo con hai mưa từ lá trên mùa này rồi con nó thơ nhỏ thơ nè nhưng mà ăn một số mình ăn kia từ bọc nía kia đi ở con ta từ bọc nía bóng cỏ bóng xuôi bóng cao bóng càng bóng cỏ bóng càng sóng kẹp chóng càng có cây chó tiền chó cây chó câu chó câu sóng hàng bóng khỏng bóng vậy bóng vở bóng vàng rống quả vống về sóng vàng ống vỏ cóng hàng bóng hàng chóng chóng bóng 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 ui bóng sóng xanh vốn có cầu ống vàng lớp con được bóng nía cho dùng ăn cho mùi nịch rú bóng cỏ bóng củi bóng cá bóng cá bóng cỏ bóng cám sòng kế trồng cá trồng cái trồng kiến trồng kế trồng cối trồng cốm trồng há bồng khóm bồng vết bồng vỡ bồng vái rung quán vùng về sông ván ông gỗ cầm há bồng hán trồng ế trồng á bồng á bồng ái bồng cuối bồng ống sông
ចាបន្ទាប់ពីយើងបានស្គាល់សស្គាល់តួអក្សរនិងការអានពាក្យរួចហើយឥឡូវយើងចាប់ផ្ដើមស្គាល់នៃពាក្យបង្វិលចាអ្នកគ្រូសរសេរអក្សរបង្វិលចាឥឡូវខ្ញុំធ្វើអ្នកគ្រូសរសេរពាក្យបង្វិលហារួចហើយតោះឥឡូវយើងចាប់ផ្ដើមមកស្គាល់នៃពាក្យបង្វិលបង្វិលមានន័យថាម៉េចបងបង្វិលមានន័យថាការធ្វើឲ្យវិលអ្នកគ្រូឧទាហរណ៍មួយឧទាហរណ៍ថាតារាកំពុងតែបង្វិលកង់ចាតោះឥឡូវបងប្អូនចាប់ផ្ដើមបង្កើតតបាសជាមួយអ្នកគ្រូដោយប្រើពាក្យបង្វិលឥឡូវបងសាកបង្កើតតបាសជាមួយអ្នកគ្រូទាំងអស់គ្នាខ្ញុំចុចខ្លួនឈរឆ្លោះកញ្ចក់ពេលស្លៀកពាក់តោះឥឡូវបងប្រើពាក្យអ្វីដើម្បីមកបំពេញចន្លោះដែលអ្នកគ្រូឲ្យអ្នកគ្រូចុចមកញ៉ោចាតោះ ពាក្យ បង្វិលខ្លួនឈរឆ្លោះ លោកកញ្ចក់ ពេលកំពុងស្លៀកពាក់ចាតោះកូនបានស្គាល់ពាក្យបង្វិលរួចហើយតោះឥឡូវកូនបង្កើតតបាសជាដៃគូទាំងអស់គ្នាតោះកូនចាប់ដៃគូទាំងអស់គ្នាមើលមកហើយបង្កើតតបាសពាក្យបង្វិលចាតោះឥឡូវកូនបង្កើតបានពាក្យបង្វិលហើយនៅកូនចាតោះឥឡូវបងប្អូនបង្កើតបានពាក្យបង្វិលរួចហើយកូនមកស្គាល់ពាក្យចងអាវចាតោះកូនមកមើលអ្នកគ្រូសរសេរពាក្យចងអាវទាំងអស់គ្នាមើលបង បាត់នេះ ចាចង្អាមានន័យថាជារៀនសម្រាប់ឆ្អាត្រីឆ្អាសាច់តោះឥឡូវក៏ឧទាហរណ៍ថាម្ដាយខ្ញុំយកចង្អាទៅឆ្អាត្រីចាតោះឥឡូវកូនចាប់ផ្ដើមបង្កើតរបស់ពាក្យចង្អាជាមួយអ្នកគ្រូទាំងអស់គ្នាតោះពួកយើងឆ្អាចង្អាសាច់ចាតោះបន្តមកទៀតកូនបង្កើតរបស់ជាមួយអ្នកគ្រូទាំងអស់គ្នាមើលកូនខ្ញុំយកឆ្អាសាច់ចាកន្លែងចុចនឹងកូនត្រូវដាក់ពាក្យអីគេកូនចាតោះឥឡូវកូនអានជាមួយអ្នកគ្រូទាំងអស់គ្នាមើលខ្ញុំយកចង្អាឆ្អាសាច់ចាល្អណាស់កូនចាតោះឥឡូវកូនចាប់ផ្ដើមចាប់ដៃគូរួចកូនបង្កើតបាសពាក្យចង្អាទាំងអស់គ្នាមើលកូនចាតោះនាំគ្នាចាប់ផ្ដើមមើលកូនតោះ ខ្ញុំយកចង្អើឆ្អើសាច់គោ ចាល្អណាស់កូនតោះតែដៃខ្លួនឯងមួយមើល ចាប់ដើមគេបន្តទៀតមិញយើងបានរៀនអំពីនៃពាក្យរួចហើយចេះតើកូនចង់ចេះអានបាទទេកូនចាកូនចាំចាឥឡូវអ្នកគ្រូមានរូបភាពមួយឲ្យកូនមើលទាំងអស់គ្នាណាកូនចាកូនមើលមករូបភាពមើលតើកូនឃើញអ្វីខ្លះដែរកូនឃើញទេ ក្មេងត្រង់ ទេក្មេងប្រុសកំពុងធ្វើអីដែរកូន សរសេរ ចាកំពុងសរសេរអក្សរចឹងរូបភាពនេះមានន័យថាក្មេងប្រុសនេះគឺគាត់ឈ្មោះសង្ហាហើយគាត់សង្វាក់សិក្សា
គាត់សម្រាប់សិក្សាមិនបានអងណាចឹងក្នុងភាពនេះមានពាក្យសង្ហានិងសង្វាតចាឥឡូវយើងមើលភាពទាំងអស់គ្នាហើយឥឡូវអ្នកគ្រូនឹងសរសេរពាក្យដែលមិនដែរគ្នាទាំងអស់គ្នាចាំមើលណាពាក្យសង្ហាសង្វាតសិក្សាមិនបងអោអ្នកគ្រូបានសរសេរពាក្យសង្ហាសង្វាតសិក្សាមិនអស់លើក្តារខៀនរួចហើយចឹងកូនសង្កេតមើលទាំងអស់គ្នាមើលតើបាសនេះមានពាក្យអ្វីខ្លះដែរកូនចាយើងមើលសង្កេតមើលទាំងអស់គ្នាមើលមានពាក្យសង្ហាពាក្យសង្វាតសិក្សាមិនពាក្យមិនបងពាក្យបងអងចាអញ្ចឹងឥឡូវកូនចាំស្ដាប់អ្នកគ្រូអានពាក្យបាសនឹងឡើងវិញណាកូនចាសង្ហាសង្វាតសិក្សាមិនបងអោចាំកូនចូលរួមអានជាមួយអ្នកគ្រូទាំងអស់គ្នាណាកូនសង្ហាសង្វាតសិក្សាមិនបងអោចាអញ្ចឹងកូនចូលរួមអត់សុខទុក្ខកូនអានដល់ខ្លួនឯងម្ដងណាកូនសង្ហាសង្វាតសិក្សាមិនបងអោចាអរគុណច្រើនកូនពិតជាចេះឆ្លាតណាស់កូនសិស្សអ្នកគ្រូចាសួស្តីកូនចាបន្ទាប់ពីយើងរៀននៅក្នុងការបង្កើតបានរួចហើយអ្នកគ្រូមានភាពមួយដែលយើងហៅកូនអញ្ចឹងកូនមើលក្នុងភាពបានអ្នកគ្រូតើមានរូបភាពអីគេខ្លះមានរង្ហារចាមានរង្ហារមានអីទៀតក៏គឺរង្ហារមានចង្អេរចាហើយក្នុងកន្លែងនេះមានរូបភាពអីគេខ្លះមានចង្អេរចាមានរូបភាពចង្អើហើយអាធំនេះគេហៅអីគេខ្លះចង្អេរចាចង្អេរហើយនៅចង្អេរមានរូបអីគេខ្លះបងគួយចាបងគួយអញ្ចឹងអ្នកគ្រូនឹងរកកូនមកអានអត្ថបទរបស់គ្នាណាកូនណាអញ្ចឹងកូនមើលនៅក្នុងសៀវភៅជំនួយរបស់កូនទំព័រទី159តើតើនឹងចំណងជើងរបស់វាគឺការតកែជួយបងគួយអញ្ចឹងកូនអាចទូទាយបានទេថាតើតកែនោះជួយបងគួយបានដោយរបៀបណាអាចទូទាយបានអត់ទៅបានសាច់រឿងពេលណាដែរកូនចាអញ្ចឹងកូននឹងមកអានសាច់រឿងជាមួយអ្នកគ្រូរបស់គ្នាអញ្ចឹងកូនបើពីភៅជំនួយសិស្សទំព័រទី154ចំណែកកូនណាដែលមិនបានយកពីភៅមកឬក៏មិនទាន់មានអីកូនអាចនៅជាមួយគ្រូបាន
chẳng kiêng hai mình lẹ cho là mấy đó lẹ chú chồng em co về lẹ cho ấy chú chồng em cha con là có việc bàn lẹ cho nông chẳng đây lắm nông co chắc con là bên này lẹ cho chồng em con á ta tên lớn dân thôi cũng vui lẹ cho chồng em có ta còn cả thôi đừng để đấy con cá vui tám vui cái biết vì tôi chỉ càng ơi hay tôi chỉ càng ơi hay việc gì mà đi tóc việc bằng vợ cuốn lút từ lớn còn hà cha còn tới chui có chui bóng vui cha chắc ta còn kết hàng hai tụi ấy ba chi còn cá chui còn cùi đại viên đẹp từ trốn nóng chồng cho em còn á chắc ta hai tụi ấy còn kết hàng hai tụi ấy ba chi còn cá chui còn cùi rồi còn cá chi phạt gì đó chia sắt trên lốt rồi với chi phạt đại viên tập chất mà đại viên tôi là thôi sạc con kia của con ta chui em biết tất chất là o này kêu cha là là có biết như chia sẻ là biết tất chất là o chắc giờ không nên giờ chia sẻ là thế bây giờ giờ không phải giờ nên được nhá giờ từ chuối giờ chia dùng hai bên tất chất là o cha chắc là tôi phụ con một tiền ta con cái ta ta có thuộc chuối lại nào khác hay cái nhiều cái khác để con bán chuối kế không hay là cái là bài ខ្ញុំជួយមិត្តភក្តិខ្ញុំពេលគាត់ខូចកង់តាមផ្លូវ ចាល្អណាស់កូនកូនធ្លាប់ជួយមិត្តភក្តិកូនទៅពេលដែលមិត្តភក្តិកូនខូចកង់នៅតាមផ្លូវកូនជួយរបៀបម៉េចដែរ ចាអ្នកគ្រូខ្ញុំជួយឲ្យគាត់ជិះកង់ជាមួយខ្ញុំហើយកាន់កង់ជាមួយគ្នា ចាល្អអញ្ចឹងកូនជាមនុស្សល្អមកមិត្តភក្តិយើងតែឯងមិត្តភក្តិយើងមួយចាអញ្ចឹងទៅពេលដែលយើងជាមនុស្សល្អយើងត្រូវចេះជួយសង្គមគ្នានៅពេលដែលមានទុក្ខធុរៈចាបន្ទាប់ពីយើងអានអត្ថបទចប់អ្នកគ្រូនឹងបង្រៀនកូនក្នុងការសរសេរអញ្ចឹងកូនលើកដាក់ឈ្មោះជាមួយនឹងធ្វើតាមកូនឬក៏អិសរណាដាក់ឈ្មោះណាដែលប្រើអិសរទៅប្រើអិសរទៅចាឥឡូវអ្នកគ្រូក្នុងកូនសរសេរពាក្យអ្នកគ្រូមានពាក្យមួយគឺពាក្យសង្ខារអញ្ចឹងសង្ខារមានអក្សរសងជើងខដាក់ស្រអានឹងរអញ្ចឹងសង្ខារគេសរសេរនឹងរសង្ខារអញ្ចឹងអ្នកគ្រូមានពាក្យមួយទៀតអ្នកគ្រូដែលអ្នកគ្រូចង់ឲ្យកូនបង្កើតរួមជាមួយអ្នកគ្រូគឺមានពាក្យចំអេតែចំអេមានអក្សរអីខ្លះគាត់មានអក្សរចអក្សរជើងអស្រៈអេនិងចាល្អណាស់កូនអញ្ចឹងចំអេមានអក្សរចនិងជើងអដាក់ស្រៈអេហ្នឹងចាអញ្ចឹងឥឡូវអ្នកគ្រូមានពាក្យទៀតដែលអ្នកគ្រូចង់ឲ្យកូនបង្កើតនិងសរសេរឲ្យខ្លួនអ្នកគ្រូជាអ្នកបង្កើតហើយកូនជាអ្នកសរសេរអញ្ចឹងកូនសរសេរលើការឈ្មោះកូនអ្នកគ្រូមានពាក្យបង្កើតចាកូនសរសេរចាប់តាមសរសេរលើកឡើងចាត្រឹមត្រូវទេបងចាត្រឹមត្រូវបង្កើតគេសរសេរកូនមកលើក្រានធានតើការសរសេររបស់អ្នកគ្រូដូចនឹងអ្វីដែលកូនសរសេរនៅលើក្រានឈ្មោះកូនទេ ដូច ចាល្អណាស់អញ្ចឹងគ្រូមានពាក្យមួយថ្មីមួយទៀតគឺពាក្យបង្ខំចាបង្ខ
រួយ ចាដល់ហើយកូនលើកឡើងចាត្រូវតែអត់គ្នាទេអញ្ចឹងគឺចាប់តាមសរសេរពីបងខំបងខំអញ្ចឹងកូនមើលនៅលើក្រានឈ្មោះរបស់កូនតើដូចនឹងអ្នកគ្រូសរសេរនៅលើក្រានទៀតទេកូន ចាដូច ចាល្អណាស់អញ្ចឹងកូនតែតែខ្លួនឯងមួយចាអញ្ចឹងគ្រូមានពាក្យមួយទៀតគឺពាក្យអង្សាអង្សាសរសេរមកកូនសរសេរពាក្យអង្សាចាសរសេរចាហើយដល់កូន រួយហើយអ្នកគ្រូ ឡើងចាល្អណាស់អញ្ចឹងពាក្យអង្សាតើកូនសំឡេងមើលនៅលើក្រានឈ្មោះរបស់កូនដូចជាអក្សរដែលអ្នកគ្រូសរសេរនៅលើក្រានទៀតទេបង ចាដូច ចាបើកូនសរសេរដូចគ្នាទាំងអស់ល្អហើយកូនតែបើសិនជាមានកូនណាសរសេរមិនទាន់បានត្រូវកូនអាចកែបានឬក៏អាចយល់នឹងពាក្យអង្សាដូចក្រានទៀតដែលអ្នកគ្រូសរសេរណាតែយើងសរសេរអ្នកគ្រូមើលឃើញថាយើងសរសេរបានល្អទាំងអស់គ្នាហើយកូនអញ្ចឹងយើងរួមគ្នាតែតែអស្ចារ្យខ្លួនឯងមួយអូយនេះហើយអត់ចាចាល្អណាស់កូនចាបន្តពីកូនស្គាល់នឹងសរសេរពាក្យអង្សាររួចឥឡូវអ្នកគ្រូមានគឺបានណាកូនណាជាការសរសេរពីឃ្លាអញ្ចឹងឃ្លាអ្នកគ្រូមានពាក្យចំអេឬសៃអញ្ចឹងកូនសរសេរដាក់ចូលក្នុងសៀវភៅដៃរបស់កូនចំអេឬសៃចំអេឬសៃចាតោះឯកូនពាក្យថាចំអេឬសៃចាកូនចាប់តាមសរសេរ សេហើយអ្នកគ្រូ ចាកូនសរសេរហើយល្អណាស់កូនអញ្ចឹងបន្ទាប់ពីកូនបានសរសេររួចកូនសរសេរដាក់ក្នុងសៀវភៅរួចយើងបញ្ចប់នឹងចាប់តែប្រភេទនេះប៉ុណ្ណាក្នុងថ្ងៃនេះកុំភ្លេចទៅផ្ទះធ្វើកិច្ចការផ្ទះនៅអស់នេះផងប៉ុណ្ណាចាអញ្ចឹងក្រុមនេះខ្ញុំបានធ្វើការបង្ហាញរួចហើយនៅក្នុងថ្ងៃនេះក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចប់សូមជូនពរអ្នកគ្រូលោកគ្រូទាំងអស់ឲ្យមានអាយុវែងជួបតែសេចក្តីសុខសេចក្តីចម្រើននិងរីករាយចា៎